បាទសួស្តីប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៅ Channel Free Talking ទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី5នៃខែវិច្ឆិកាឆ្នាំ2025នៅក្នុងថ្ងៃនេះខ្ញុំមានអត្ថបទមួយចង់យកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាអ៊ុយក្រែននៅពេលនេះកំពុងតែមានការវិវត្តទៅមុខជាលំដាប់ដោយ NATO បានយកបច្ចេកវិទ្យានេះទៅអនុវត្តនិងសាកល្បងហើយទទួលបានជោគជ័យផងដែរនេះបើតាមប្រភពសារព័ត៌មាននៃគេចុះផ្សាយបងប្អូនឃើញថាយន្តហោះដ្រូនស្ទាក់ចាប់ Alta Ares គឺជាឧបករណ៍តែមួយគត់ដែលទទួលបានជោគជ័យនៅក្នុងការសាកល្បងអាវុធការពារដែនអាកាសរាប់រយគ្រឿងប៉ុន្តែមានតែ Alta Ares ទេដែលទទួលបានជោគជ័យក្នុងការសាកល្បងយើងនឹងទៅលំអិតទាំងអស់គ្នាតែម្ដងនៅក្នុងការវឹកហាត់សាកល្បងយន្តហោះដ្រូនស្ទាក់ចាប់របស់អង្គការ NATO នៅឯប្រទេសបារាំងយន្តហោះដ្រូនស្ទាក់ចាប់ Alta Aresដែលផ្អែកទៅលើបច្ចេកវិទ្យាអ៊ុយក្រែនបានក្លាយជាឧបករណ៍តែមួយគត់ដែលបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក UAV ចំគោលដៅនិងជោគជ័យបើទោះបីជាមានលក្ខខណ្ឌអាកាសធាតុប្រែប្រួលយ៉ាងណាក៏ដោយហើយការសាកល្បងនេះត្រូវបានរៀបចំឡើងនៅឯទីតាំងសាកល្បង Base Carrosse ក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារលទ្ធផលការពារជាតិរបស់ប្រទេសបារាំង DGAហើយបានបង្ហាញអំពីសមត្ថភាពដ៏ខ្ពស់បំផុតរបស់បច្ចេកវិទ្យាអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការពារគ្រោះថ្នាក់ផ្នែកការពារអាកាសបើយោងតាមរបាយការណ៍ក្រុមហ៊ុនសារព័ត៌មានការពារជាតិ Air Cosmos និងប្រភពផ្សេងៗការសាកល្បងត្រូវបានគេគ្រោងទុកសម្រាប់លក្ខខណ្ឌអាកាសធាតុធម្មតាតែប៉ុណ្ណោះប៉ុន្តែមិនត្រូវបានលុបចោលទេបើទោះបីជាមានអាកាសធាតុប្រែប្រួលព្យុះភ្លៀងយ៉ាងណាក៏ដោយគេចង់ដឹងគេសាកល្បងក្នុងពេលព្យុះភ្លៀងនោះតែម្ដងក្នុងចំណោមឧបករណ៍ស្ទាក់ចាប់ជាច្រើនដែលត្រូវបានគេយកទៅសាកល្បងគឺមានតែ Alta Ares ទេដែលអាចបាញ់ទម្លាក់យន្តហោះដ្រូនចំគោលដៅ Simulate បានដោយជោគជ័យហើយលទ្ធផលត្រូវបានគូបញ្ជាក់អំពីសមត្ថភាពដ៏រឹងមាំរបស់ប្រព័ន្ធ Pixel Lock AI ដែលជា Goal Reality សព្វនិមិត្តសញ្ញា AI របស់ក្រុមហ៊ុនដែលអនុញ្ញាតឲ្យយន្តហោះដ្រូនត្រូវបានកំណត់ចាំគោលដៅតាមដាននិងបំផ្លាញដោយស្វ័យប្រវត្តិដោយមិនចាំបាច់មានវត្តមានមនុស្សបើកនោះទេបច្ចេកវិទ្យាអ៊ុយក្រែនឃើញថាជាគន្លឹះដ៏សំខាន់មួយហើយទទួលបានជោគជ័យយន្តហោះដ្រូនស្ទាក់ចាប់ Alta Ares ត្រូវបានរចនាឡើងជាពិសេសដើម្បីប្រយុទ្ធប្រឆាំងនឹងយន្តហោះដ្រូន Said Karan ប្រភេទ Loitering Munition ដែលត្រូវបានប្រើប្រាស់យ៉ាងសកម្មដោយកងទ័ពរុស្ស៊ីនៅក្នុងជម្លោះអ៊ុយក្រែនបច្ចេកវិទ្យានេះមានប្រភពចេញពីវិស័យការពារជាតិច្នៃប្រឌិតរបស់អ៊ុយក្រែនដែលមុននឹងត្រូវបានផលិតដោយក្រុមហ៊ុនអ៊ុយក្រែនចំនួន5ឥឡូវនេះ Alta Ares ក្រុមហ៊ុនបារាំងបានចូលរួមជាមួយនឹងដៃគូប្រកាសបើកខ្សែសង្វាក់ផលិតកម្មនៅភាគខាងលិចប្រទេសបារាំងដើម្បីពង្រឹងឯករាជ្យភាពការពារនៅអឺរ៉ុបនិងបង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់បន្ថែមទៀតតាមការបញ្ជាក់ពីអ្នកជំនាញអ៊ុយក្រែនដែលបានចូលរួមនៅក្នុងការសាកល្បងប្រព័ន្ធ Pixel Lock អនុញ្ញាតឲ្យយន្តហោះដ្រូនដំណើរការក្នុងល្បឿនខ្ពស់រហូតដល់300គីឡូម៉ែត្រនៅក្នុង1ម៉ោងនិងរយៈចម្ងាយ20គីឡូម៉ែត្របងប្អូនសកម្មវាត្រូវបានរចនាជាប្រភេទ X-Wing ដើម្បីហោះឡើងបញ្ឈរនិងត្រូវបានសាកល្បងជាក់ស្ដែងនៅឯអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងទៅនឹងយន្តហោះប្រភេទ Saidដែលត្រូវបានប្រើប្រាស់នៅក្នុងយុទ្ធសាស្ត្រពេញទំហឹងតែម្ដងជាមួយនឹងឧបករណ៍លួច decoy ប្រភេទ Cabara បច្ចេកវិទ្យានេះត្រូវបានសម្របសម្រួលសម្រាប់កងកម្លាំងអ៊ុយក្រែននៅក្នុងការប្រឆាំងនឹងយន្តហោះដ្រូន FPV និងគ្រាប់បែកអាកាស Navy ដូច្នេះបងប្អូនការចូលរួមមួយនេះគឺថាសំខាន់មែនទែនឥឡូវនេះបារាំងបានយកប្រព័ន្ធបច្ចេកវិទ្យានេះទៅដំឡើងនៅប្រទេសបារាំងនៅឯភាគខាងលិចតែម្ដងដោយពីមុនឡើយគឺអ៊ុយក្រែនជាអ្នកបង្កើតទេដែលមានក្រុមហ៊ុនចំនួន5នៅឯអ៊ុយក្រែនឥឡូវនេះគឺបារាំងបាននាំយកទៅផលិតនៅប្រទេសបារាំងនៅឯភាគខាងលិចអង្គការ NATO បានសរសើរទៅដល់ការសហការនេះដោយបញ្ជាក់ថាដំណោះស្រាយនេះកំពុងតែបង្កើនឡើងដោយក្រុមហ៊ុនមកពីប្រទេសដែលជាសមាជិក NATOរួមជាមួយនឹងវិស័យការពារជាតិប្រកបដោយភាពច្នៃប្រឌិតរបស់អ៊ុយក្រែនដោយមានការគាំទ្រពីអ្នកជំនាញមកពីក្រសួងការពារជាតិនិងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនតែម្ដងហើយអ្នកជំនាញអ៊ុយក្រែនបានចូលរួមនៅក្នុងសកម្មភាពសាកល្បងនេះផងដែរដើម្បីធានាថាប្រព័ន្ធនេះត្រូវបានសម្របសម្រួលនឹងតម្រូវការទីផ្សារក្នុងការប្រយុទ្ធលទ្ធផលនេះបងប្អូន
បានបង្ហាញពីតម្លៃនិងបទពិសោធន៍ប្រយុទ្ធរបស់អ៊ុយក្រែនក្នុងការរចនាបច្ចេកវិទ្យាការពារទៅលោកខាងលិចក្រុមហ៊ុន Alta Ares បានចាប់ផ្ដើមផលិតជាទ្រង់ទ្រីធំតែម្ដងនៃយន្តហោះដ្រូន X-Wing ចាប់តាំងពីថ្ងៃទី30ខែតុលាឆ្នាំ2025នេះតទៅនៅទីតាំងសម្ងាត់មួយនៅឯប្រទេសបារាំងគេមិនបញ្ជាក់ទីតាំងទេបងប្អូនក្នុងការចូលរួមជាមួយអ្នកអភិវឌ្ឍអ៊ុយក្រែនក្រុមហ៊ុននេះគ្រោងនឹងធ្វើអន្តរកម្មវិវត្តផលិតកម្មនេះទាំងមូលនៅប្រទេសបារាំងយកតែម្ដងដោយផ្អែកទៅលើទិន្នន័យពីបទពិសោធន៍ក្នុងការប្រយុទ្ធនិងមតិកែលម្អពីប្រទេសអ៊ុយក្រែនលើពីនេះគម្រោងសាកល្បង model ថ្មី Blackbird នឹងត្រូវបានធ្វើឡើងនៅឯអ៊ុយក្រែនដើម្បីសាកល្បងប្រសិទ្ធភាពបន្ថែមទៀតប្រព័ន្ធនេះអាចភ្ជាប់បញ្ចូលជាមួយនឹងស្ថាប័នការពារអាកាសនិងមីស៊ីលរួមផងដែរជាមួយនឹង NATO ជាពិសេសសម្រាប់ប្រតិបត្តិការនៅពេលយប់គឺល្អបំផុតការអភិវឌ្ឍនេះមិនត្រឹមតែជួយពង្រឹងទៅដល់សមត្ថភាពអឺរ៉ុបប៉ុណ្ណោះទេបន្ថែមទាំងបង្ហាញពីការចូលរួមនៃបច្ចេកវិទ្យាដ៏ទំនើបអភិវឌ្ឍរបស់អ៊ុយក្រែនទៅក្នុងប្រព័ន្ធការពារជាតិដែលអាចក្លាយជាគន្លឹះសំខាន់ក្នុងការប្រឆាំងនឹងគំរាមកំហែងជាពិសេសពាក់ព័ន្ធជាមួយនឹងអាកាសធាតុបើទោះបីជាមានអាកាសធាតុព្យុះភ្លៀងផ្គរយ៉ាងណាក៏ដោយក៏ដ្រូនបងប្អូនណាក៏ដ្រូនមួយនេះមានបច្ចេកវិទ្យាខ្ពស់ក្នុងការចាប់សញ្ញាទម្លាក់នៃយន្តហោះគ្មានមនុស្សបើកបានដែរហើយអ្នកវិភាគការពារជាតិបានគូសបញ្ជាក់ថាជោគជ័យជាមួយនឹងដៃគូសហការដ៏ល្អហើយបញ្ជាក់ពីសារៈសំខាន់បងប្អូនណានៃ algorithm ក្នុងការតាមដាននិងណែនាំដ៏រឹងមាំរបស់ដ្រូនមួយនេះបងប្អូនគឺជាអត្ថបទពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាអ៊ុយក្រែនដែលកំពុងតែផ្លោះនិងឈានទៅមុខជាលំដាប់បន្តទៅទៀតហើយមិនថាប្រទេសណាទេគឺព័ន្ធមិត្ត NATO កំពុងតែមើលឃើញនៅបច្ចេកវិទ្យារបស់អ៊ុយក្រែនដែលកំពុងតែអភិវឌ្ឍជាពិសេសគឺដ្រូនតែម្ដងគឺថាក្នុងឆ្នាំ2025នេះពាក់ព័ន្ធជាមួយអ៊ុយក្រែនគឺព្យាយាមផលិតដ្រូនគឺច្រើនដ្រូនកម្ចាត់ដ្រូនវាយប្រហារបងប្អូនគឺល្អហើយបច្ចេកវិទ្យានេះគឺត្រូវបានប្រទេសដែលជាសមាជិកច្រើនមែនទែនយកទៅប្រើប្រាស់និងក៏ទិញភាគហ៊ុនយកទៅដំឡើងនៅក្នុងប្រទេសខ្លួនឯងតែម្ដងយើងគិតមើលថាដូចជាប្រទេសបារាំងមុនឡើយដ្រូន Alta Ares នេះគឺផលិតនៅឯអ៊ុយក្រែនទេដែលមានក្រុមហ៊ុនចំនួន5តែឥឡូវនេះបារាំងបានទិញសិទ្ធិយកទៅដំឡើងនៅក្នុងប្រទេសបារាំងយកតែម្ដងដូច្នេះឃើញថាជាការវិវត្តមួយរបស់អ៊ុយក្រែនកំពុងតែឈានទៅមុខនៅក្នុងឆ្នាំ2025នេះសម្រាប់ការផលិតដ្រូនតែម្ដងបងប្អូនសម្រាប់អត្ថបទខាងលើក៏ឈានដល់ទីបញ្ចប់ផងដែរហើយប្រសិនបើខ្ញុំបាទនិយាយទៅមានពាក្យពេចន៍ឆ្គាំឆ្គងឬក៏លើសលួសខុសខាតត្រង់ណាសូមបងប្អូនមេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទផងប្រសិនបើពេញចិត្តកុំភ្លេចជួយចុច like ជួយចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗពីខ្ញុំបាទបន្តទៀតនៅពេលនេះខ្ញុំបាទ Free Talking ក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយជាបន្តទៀតសូមអរគុណ